chẳng này cái gì Lexus TX anh ấy cái gì mà đã thấy bông bông từng ngày này những cái này sọc những cái miền OX chởn LX cái miền chởn này cầm tay xem TX những cái sơ miền thế để sao tại này cái gì mà đã thấy đã Lexus và tranh máu côn cặt chẳng xem bông bông đã trong chân anh chi lan mối đi chi lan pì anh ấy mà cái nát kháng mốc cứ cặt OX mà cái nát thổi cặt LX hai nơi kháng non lẹ cái nát pizza bao nhiêu cứ cả ấy bay chúa và mùi cái ấy để design máu cứ xem lẹ cái nát khủ xa bọn và sân chơi bông bông từng ngày TX OX cứ miền tập hẻm cái ấy thế còn mà taอันนี้มีเราตัวดาวผมไว้ก็ไอ้ใบจั่วไอ้สำหรับLX về hiện thông về chẳngอันนี้คือสัตว์ในจะล็อกกระดามาละโมบอกไอ้แต่ไหลរបស់វាក៏តែไหลល្អជាង LX ច្រើនទៀតប្រហែលជាមួយនឹង OX ទៀតតែไหลរបស់វាត្រឹមតែ$140,000ជាងទៀតដែលយើងលក់ឥឡូវនេះអញ្ចឹងឡាននេះគឺថ្មីមកបងអញ្ចឹងឥឡូវខ្ញុំនាំទៅមើលពីចំណុចពិសេសមួយចំនួនរបស់ TX ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាអត់សូវជាបានដឹងពីវាទេបើសម្រាប់ខ្ញុំវិញណាខ្ញុំ rate ឡាននេះឲ្យ9លើ10សឹងតែថាអត់មានចំណុចដែលទាស់ចិត្តសោះហ្មងអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ TX អានេះគឺជាប្រភេទ RWD ហើយ spec ដែលខ្ញុំយកមកលក់នេះអានេះគឺប្រភេទ premium អញ្ចឹងនេះ spec official ចេញពី Lexus មកហ្មងមកពាក់មកជាមួយនឹងម៉ាស៊ីន 2.4 លីត្រអានេះគឺផលិតកម្លាំងបាន275សេះជាមួយកម្លាំងរមុះ317 pound feet ហើយមួយទៀតប្រភេទ RWD ទៅលើសម្រាប់ TX 350វាមានចំណុចពិសេសមួយត្រង់ថាវាចេះចែកកម្លាំងរមុះអូតូរវាងកង់ខាងមុខជាមួយនឹងកង់ខាងក្រោយបើមិនជានៅក្នុងករណីដែលយើងបើកនៅក្នុងក្រុងវាអាចនឹងចែកកម្លាំងមកកង់ខាងមុខវាច្រើនក៏ប៉ុន្តែបើសិនជាក្នុងករណីបងប្អូនទាំងអស់គ្នាត្រូវការស្ទុះជន់បខំឡើងភ្នំ off road អីជាដើមកម្លាំង 80% វានឹងរុញទៅកង់ខាងក្រោយអញ្ចឹងអានេះគឺជាចំណុចពិសេសរបស់ TX 350 AWD ឥឡូវតាយើងមកមើល design តិច concept design វាក៏ប៉ុន្តែទៅលើចង្កៀងខាងមុខ daytime running light របស់វាហ្នឹងរៀងអសអលដែរគ្រាន់តែថាវារៀងផ្កាត់ចុះហើយរៀងវែងជាង LX បើយើងវាស់មើលទៅចង្កៀងវាតែប្រហែលជា2ច្អាមឯងតែអានេះ3ច្អាមវែងខ្លាំងមែនតើមានចង្កៀងគុជមួយហើយអានេះមាន corner light អានេះគឺល្អណា corner light បងប្អូនសម្រាប់អ្នកដែលគាត់ជិះមកពីចំហៀងអីគឺគាត់មើលឃើញឡានរបស់យើងច្បាស់ហ្មងបើឡានខ្លះគឺអត់មានតែមានតែចង្កៀងខាងមុខអញ្ចឹងមើលឃើញតែខាងមុខទេជាធម្មតាសម្រាប់ពពួក Lexus RX TX ជាមួយនឹង LX គឺមានកន្លែងបាញ់ទឹកលាងចង្កៀងរបស់វាខាងមុខហើយនៅខាងក្រោមនេះអានេះគឺអត់មាន air intake ដូចពពួក LX ទេដោយសារម៉ាស៊ីនវាទូចដែរទេអញ្ចឹងអាកន្លែងនេះគឺដាក់ចង្កៀង LED fog lamp ចង្កៀងកាត់អាប់នៅខាងក្រោមនេះពីរគ្រាប់យកហ្មងអីដែលខ្ញុំស្ដាយមួយពី Lexus TX គឺនៅត្រង់ថាវាលែងមានអា spin door gear ខ្ញុំសង្ឃឹមថា Lexus គួរតែដាក់ spin door gear នឹងជា option មួយទៀតព្រោះអីធម្មតានៅស្រុកខ្មែរយើងគឺស្រឡាញ់ប៉ាណារបស់ Lexus នៅខាងមុខហ្នឹងប៉ុន្តែសម្រាប់ TX គឺគេវាយលាតដូចឡានអគ្គិសនីអញ្ចឹងនេះអាហ្នឹងរឿងរបស់ Lexus ខ្ញុំអត់ដឹងទេគេ redesign concept ថ្មីយ៉ានរបស់វាមកដល់គ្នាអានេះគឺធំជាង LX 700H ដែលខ្ញុំ review ថ្ងៃមុនទៀត700យ៉ានតែ20 inch ហ្នឹងប៉ុន្តែសម្រាប់ TX 350នេះយ៉ាន22 inch គ្រាន់តែថានេះយ៉ានវាបែបរៀង sport សបកកង់តំណងតាល់មក original របស់គេស្រាប់ហ្មង color ជួយរបស់ TX អានេះមិនមែនជា color ដែលទាញចេញដូចឡាន Lexus ផ្សេងទេណាវានៅ fix អញ្ចឹងប៉ុន្តែវាមានប៊ូតុងនៅកន្លែងនេះប្រយ័ត្នអត់ដឹងអ្នកខ្លះអត់ដឹងគាត់ទាញកត្រាក៏ប៉ុន្តែវាមានប៊ូតុងចុចចេះឃើញទេអញ្ចឹង redesign សម្រាប់ TX គឺប្រើប៊ូតុងទាំងខាងក្នុងទាំងខាងក្រៅខាងក្នុងចាំតិចទៀតខ្ញុំឲ្យមើលអូខេអញ្ចឹងនៅខាងក្រោយបងប្អូនទាំងអស់គ្នាអានេះដែលខ្ញុំនិយាយថាម៉ាកកណាត់ក្រោយវាដូច LX នៅត្រង់ថា design ចង្កៀងខាងក្រោយគឺស្តៀងជាមួយនឹង LX រៀង slim ជាងហើយគូតរបស់វារៀងជ្រុងបើយើងមើលគូតរបស់ RX គឺរៀងស្រួចរៀងបែប aerodynamic ក៏ប៉ុន្តែសម្រាប់ TX គឺម៉ាកកណាត់នេះសឹងថាកាត់ទៅ Lexus LX ចង់ទាំងអស់ហើយក្លុបខាងក្រោយរបស់វាអានេះដូចតែសពមួយដងអញ្ចឹង electronic មានប៊ូតុងចុចបិទបើកហើយសម្រាប់ក្លុបខាងក្រោយនេះគឺកៅអីជួរទី3យើងអាចបត់បានវាមានប៊ូតុងរបស់វានៅខាងនេះដូច LX ដែរអានេះដូច LX ដែរគ្រាន់តែថាអានេះដូចជាខ្វះមួយខ្វះអាដូចដោត AC កន្លែងនេះយើងអាចដោតព្រីភ្លើងបានតែអានេះគេដូចជាដក spec នេះគឺអត់មានទេហើយអានេះមានប៊ូតុង electronic សម្រាប់តម្លាក់កៅអីនេះខ្ញុំឆ្ងល់ត្រង់ចាអា TX ហ្នឹងកៅអីជួរទី2របស់វាអត់មានប៊ូតុង electronic ទេតែអាទី3នេះធ្វើទំនើបជាអាទី2ទៀតប៊ូតុង electronic ស្រីបានណាជាមួយខ្ញុំចូលខាងក្នុងខ្ញុំបង្ហាញថែមទៀតអញ្ចឹងអានេះមានឆ្វេងស្ដាំយើងអាចចុចបញ្ជាវាអញ្ចឹងទៅបត់ទៅមុខហើយអានេះ smooth ល្អខ្លាំងមែនតើបងប្អូនទាំងអស់គ្នាខ្ញុំស្រឡាញ់អានេះកាបូបនេះកាបូបឡើងលយហើយយកមកដាក់អានេះ
đã sụp thâu manual ở đài mơ phong cái bố this art bông bông ngồi cái này original màu chấm muối năng Lexus năng món bao bao lốp khói này miền sensor này về việc bay cứ việc chập bàn lên khăn mà thế năng về chụpอันนี้ทวีไว้บางปอนแต่ก็ให้เมียนไปเช็คเตอร์ในคังโคมเนี่ยไงจังเหมือนเคยมาทางยังได้ยังเหมือนเนี่ยเคยสัญญาเล็กซัสแจกจังเวลไปเช็คมาได้แต่นั่งตัวยกเหมือนเคยจะบังออกในขังคล้องอะบางปอนแต่ก็ให้ยมแต่ซาลานี่ยมโชว์แต่เวียมาจุ่มหายคือ experience บอดพิเศษในขนมกาปลาคือซ้ำมันสูบเผอคลั่งเหมือนกันก็ปัญหายังต้องคือตัวเนิบclean modern หมองโดยบุตรนะอันนี้คืออันมีกระลึกช่วยข้างข้างบางปอนยมแผลไปแข้งแขวเหมือนนั่นคือยมจ้องสำได้ดอบุตรจอยเนี่ยไปจอยเมาส์เคยไหมอันนี้คือบุตรเผาชนูเอากระลึกช่วยไปในบ่อเยืองนั้นให้เมื่อการเด็กก่อนข้างข้างนะยมสลังใบ clean เลียดจังอันนี้คือมีไฮไลท์มาช่วยนั่งกำใหญ่เด็ดเคยยันอันนี้คือไฮไลท์มากำใหญ่ซีรีส์โปอากันทราได้กิดในลานสปอร์เหมือนกำใหญ่ในเรือปูลานเท้ากันนะแม่นะกรมฉลามแล้วแต่ยังว่าไปใช้มาเซนติกบุตรสตาร์ทในนี้โดยแสดงจะมวยนั่ง LX ได้ LX ก็บุตรสตาร์ทซบในเรือก่อนแต่ถ้า LX จะมีอะไรสแกนกี่อย่างได้อันนี้ครับมีนี่ปัญหา LX ปล่อยเอกชนะปีปอนเอาให้แหวมนะก่อนย่อมในตะมีนกับไหลตึกจัดมวยได้นะถ่วงเอกร่างผมไปนี่แต่สำหรับที่ X นี้ยมเรดเอาอย่างขนมนี้คือ full optionอัดมีกับไหลเด็กเธอชัดเลยไอเด็กสำคัญคือยมสลายดองท่าเนี่ยดอกดีสารปีโอเอ็กเมาส์อะไรแต่ละแต่ละมันเส้นเจี๊ยเนี่ยเมื่อtớiชุดหวังให้แต่เนื้อเมื่อtớiลอยไอยมแผลไปช็อตคัทมาจำนวนจังกับไหลนี้คือยังไอเสร็จมันเส้นเจี๊ยกับไอบอกวิ่งมีกับไอกระได้เจี๊ยสองครั้งก็บางปอนยังใบกับไอกระได้เจี๊ยสองครั้งมันยังเสร็จบานมวยปีใบสองครั้งตั้งเนี่ยแต่เนื้อแต่เนี่ยใบบออันนี้มีช็อตคัทจังคือเงี้ยโซ่เผยมาแต่ยมแต่ซาจังท่านเจ้เล็กซัสđã một ngườiสำคัญมาจุ่มนวดแล้วก็ไหลช็อตคัดขังเลื่อนมองใบประบายยังโชว์ตัวในครองเซตทิ้งไงโดยยังใบขนองกล้องจังมีอารมณ์ท่าเวียเซนเซอร์นั่งลูดอันใหญ่ๆโดยสร้างประตูชี้เฉยเฉยปิ๊กยังโชว์ช็อตคัดนั่งยังจดบัดอันนี้มาไอ้ในขังขนองนี้ยังไอ้บัดบางมุกเนี่ยมาจุ่มนวดติดโดย driving mode ยังไอ้โดบาน normal eco sport หรือมวยกับ custom ไอ้จังแต่กับบินในขังขนองก็บางคนอันนี้คือให้ท่ากับบิน driver focus คือดีไซน์ยูนิคบอสเล็กซัสมองในไปแต่ยังเมื่อเอกรังในคอมเตอร์นี่คืออัดเมียนตึกภายในยังเด้จังอ่ะภายในบ่อยังนั่นคือดาวแต่ยังบางบอลในขังมุกอ่ะจังให้แต่ต้องจมูกนั่งไอเดลเล็กซัสดักโจในขังขนมนี้โดยเอกรังไอจะด้ามคือเก็บชีมทัวร์เอาเลียดอัดเงี้ยใหญ่เด้ในไปแต่ยังเถอะการเผยไอคือชงได้จนติ๊กดอมองไอเอกรังนี่ก็ยังไอชอบจมูกนั่งอัพพอการเพลย์จมูกนั่ง Android Auto ได้อัตโนมัติดาวน์ไซด์ได้โดยอย่างนี้ยังขอตัดบ้านบลูทูธมั้งคือวิธีขนาดจมูกนั่งอัพพอการเพลย์ออโต้เคยเนี่ยสะอาดใช่หมองจังยังจังน่ะ play บอทจะมีอันนี้ยังจังมือ Google Map จังมือทมใช่กับบ้านnày nghe số phở hayในครั้งนี้มีfeature เฉินติดโดยยังจังโชว์từ seat control ก็ไอ้ชูที่บ้านยังอัดบอทมาลงบ้านถึงตามอีกครั้งนี้hayในครั้งนี้มีมุกเงี้ยเฉินติดโดย driving assist ยังจังบัดบางมุกเงี้ยมาจำนวนแต่ละ safety system บ่าวเวียคือมีแต่ละนั่งบ่งยังไม่รำท่านนั่นเป็นแต่กิจดักจังมักคือสูบเผอครั้งมันแต่ก็ไหลนี่ยมเรดเอาดอบหรือดอบโอเคจะเข้าบ่ Lexus TX คือมาละโมมกันมันจะทมไปเด้ในการขอมี pedal shift อันนี้มี pedal shift ยังไงแต่ละบ้านมีสองครั้งไอ้นั่นเลยนี่ยมแต่ซาวต่างท่าบุตร TX นี่คือดีไซน์มาแบบโมเดิร์นให้คลีนนะบางคนต่างนี่มันเคยหยัดเนี่ยช่วยอันนี้ยังไงจะ set cruise control บ้านให้ในการช่วยนี่ยังไงแต่ละบุตรเวลิมบ่ยังบ้านให้มีมันน้อยเดี๋ยวยังอัดมือในขนมกองเตอร์ดิจิทัลนี่ให้ในการมกคือมี head up display ก็มาใต้เมื่อเคยในซาวเวเป้ทั้งไงปีจังทั้งไงจังนั้นในโครงการมาเมื่อเคยอย่างปัจจัยในขังมกบอกปองแต่ก่อนแค่นี้เคยกองเตอร์ head up display ในขังมกยังให้กองเตอร์สไลด์จะน้อยได้ข้อคะแนนจะมวยนั่ง LX ในถ่วง head up display อันนี้คือวิธีในเกียร์ติดวิอัดอัดโปรเจกต์ตัวช่างโดยพวก LX เนาะเคย 3D ในขังมกหนึ่งเลือกเพลย์ปัจจัยอันนี้เมื่อเคยในแค่นี้เมื่อเคยเนี่ยแต่ตรงจะมวยนั่งกองเตอร์บ่ยังแต่ตรงจะมวยนั่งสัญญาชุดนั่งเซ็งให้มีแต่ตรงจะมวยนั่งmột nghìn land centering land bao nhiêu bao tranh khéo của lỗ ấy với miền head up display để dương mưa ban này hàng một nùng tiếp theo cho môi năng hàng khăn đấy từ lơ chỉ có lên ní là từ đấy chạy bàn tay cái tục concept môi đôi phụ Lexus series chắc đại phởประเภทchỉ có lênประเภทnày cái này là phải để dương đã mền tiên mà khói nó không chả lắm á tiên mà khói chứ ắt trôi này cái dương tiên mà xuê như vậy
ដាក់លេខដូចអាពួក accessory ចាស់អញ្ចឹងប៉ុន្តែអានេះជាការលេខ electronic ទេហើយយើងចង់ parking យើងចុចប៊ូតុង parking មកហើយនៅលើ console កណ្ដាលនេះយើងមានប៊ូតុងមួយចំនួនឧទាហរណ៍ដូចនេះ stabilizer off អានេះតាក់ទងជាមួយនឹង torrent select ប៊ូតុង auto hold parking brake អានេះផលិតម៉ាស៊ីនអូតូនៅពេលដែលយើងឈប់ stop ប៉ុន្តែខ្ញុំគិតថាអានេះអត់ចាំបាច់ទេដោយសារវាមិនមែនឡាន hybrid អញ្ចឹងឲ្យវាបច្ចេកម៉ាស៊ីនចោលទៅអានេះប៊ូតុង heel down axis ពេលយើងចុះចំណោតចុចវាមកអាហ្នឹងដូចយើង set cruise control អញ្ចឹងវាជួយ off ហ្វ្រាំងរបស់យើងអូតូអញ្ចឹងឧទាហរណ៍ដូចយើងចុះពីភ្នំបូកគោអីគឺអត់សូវប្រើហ្វ្រាំងទេវាជួយទប់យើងប្រើកម្លាំងពីម៉ាស៊ីនសម្ពាធពីម៉ាស៊ីនមកជួយទប់ហើយយើងអាចជន់ហ្វ្រាំងអបបន្តិចៗបានហើយសម្រាប់ Lexus TX បងប្អូនទាំងអស់គ្នាឃើញអញ្ចឹង design មកអត់ដូចឡាន OX អត់ដូចពួក LX អីទេកន្លែងនេះកន្លែងដាក់ដបទឹករបស់វាជ្រុងរៀងប្លែក concept វារៀងជ្រុងអញ្ចឹងហ៊ុន USB-C មានដល់ទៅ3អាមួយនេះគឺយើងអាចដោត connect មួយទូរស័ព្ទ connect ជាមួយ Apple CarPlay តាមខ្សែក៏បានដែរប៉ុន្តែមាន wireless ហើយចាំបាច់ connect តាមខ្សែទៅអីអត់ចាំបាច់ទេអានេះ USB-C សម្រាប់សាកថ្មមាន2 1 2 3មាន wireless charge អូខេអញ្ចឹងនៅកន្លែងនេះគឺមានប៊ូតុងចំនួន2ទី1ប៊ូតុង P នេះ parking assist អានេះកាមេរ៉ាវាចូលទៅដូចពងកពើអញ្ចឹងនេះពេលយើងចុចប៊ូតុងប៉ុន្តែក៏ពិតទៅមិនមែនទេកាមេរ៉ារបស់គេ full option ទេបងប្អូនទាំងអស់គ្នាកុំច្រឡំណាអញ្ចឹងដល់ពេលដែលយើងដាក់លេខថយក្រោយ return មកវាមានកាមេរ៉ារបស់គេធ្វើត្រូវទេ360មើល burst eye view ហើយមានកាមេរ៉ាកណូសញ្ញាបង្ហាញរបស់គេធ្វើត្រូវតែនេះឃើញទេចឹងអានេះគឺមានមក full option របស់គេកុំបារម្ភតាក់ទងជាមួយនឹងកញ្ចក់អត់ខុសពី RX ជាមួយនឹង LX បងប្អូនទាំងអស់គ្នានេះគឺជាកញ្ចក់មើលក្រោយបែប digital តែបើយើងចង់មើលវាធម្មតាក៏បានដែរយើងកាច់វាមកមុខចឹងមកវាខ្លាយទៅជាកញ្ចក់ធម្មតាគ្រាន់តែថាវារៀងល្ងឹតជាងកញ្ចក់ឡានយើងធម្មតាបន្តិចចឹងបើយើងចង់មើល digital យើងកាច់ចឹងមកវាប្រើកាមេរ៉ាក្រោយដើម្បីចាប់រូបភាពហើយតាក់ទងជាមួយនឹងខាងលើនេះយើងមានប៊ូតុងបិទបើកដបូលកញ្ចក់អានេះដបូល panoramic កញ្ចក់លាតដល់ខាងក្រោយហ្មងអញ្ចឹងកន្លែងនេះគឺយើងអាចចុចបញ្ជាបិទបើកវានៅកន្លែងនេះបានហើយបើកប្រហើបបានទៀតប្រហើបឲ្យចូលខ្យល់ក៏បានបើកឲ្យត្រឹមតែមានពន្លឺចូលក៏បានបើស្រឡាញ់ standard របស់ Lexus បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹង speaker របស់គេប្រចាំតកោហ្នឹងគឺអត់ដែរដូរទេ Mark Levinson អានេះគឺមាន21គ្រាប់នៅក្នុង cabin នេះអូញាក់សាច់21គ្រាប់ស្ដាប់មិនដឹងដល់ព្រោះប៉ុណ្ណាទៅបើដាក់បត់វាយឡើងឯទៀតគឺងុំខ្លាំងហ្មងបងប្អូននៅខាងក្រោយនេះគឺ design មករបៀបឡាន family បងប្អូនទាំងអស់គ្នាហើយនេះគេនៅចេះទុករីដូឲ្យយើងទេតានេះដូច LX ដែរមានរីដូបាំងពលឺបាំងកដៅថ្ងៃហើយនៅខាងក្រោយនេះកៅអីជួរទី2មានកន្លែងតម្លាក់កដៃចឹងអាហ្នឹងគឺវាដូចឡានប្រភេទ family car អញ្ចឹងកន្លែងនេះគឺមានកន្លែងដាក់ដបទឹកជាមួយនឹងកែវទឹកនៅកណ្ដាលនេះហើយនៅខាងក្រោយនេះមានរុនម៉ាស៊ីនត្រជាក់នៅខាងលើនេះវិញហើយម៉ាស៊ីនត្រជាក់បងប្អូននៅខាងមុខសេរីបានដាច់ដលៃខាងក្រោយក៏សេរីបានដាច់ដលៃសម្រាប់អ្នកអង្គុយកៅអីខាងក្រោយដែរខាងក្រោយនេះគឺមក full option របស់គេហ្មងអញ្ចឹងកន្លែងនេះគឺយើងអាចសេរីម៉ាស៊ីនត្រជាក់ដាច់ដលៃទាំងសីតុណ្ហភាពទាំងកង្ហាទាំងកៅអីក៏ដោយត្រជាក់គឺមានមក full option ហ្មងដូចកន្លែងនេះឥឡូវខ្ញុំចង់តម្លើងកង្ហាយើងតម្លើងបានសីតុណ្ហភាពយើងអាចសេរីបានឃើញទេនៅខាងក្រោយមានកន្លែងសេរីសីតុណ្ហភាពដាច់ដលៃកៅអីរបស់វាមានកៅអីក្តៅត្រជាក់ដូចគ្នាទាំងឆ្វេងទាំងស្ដាំគឺមានមក full option ហ្មងទំនើបខ្លាំងហ្មងអានេះគឺ comfort សម្រាប់អ្នកប្រើលក្ខណៈគ្រួសារហើយនៅខាងក្រោមគឺមាន USB-C ចំនួន2ឆ្វេងស្ដាំយើងអាចសាកថ្មទូរស័ព្ទរបស់យើងបាន2នៅខាងក្រោយនេះកន្លែងនេះយើងអាចដាក់ smartphone របស់យើងបានកៅអីជួរទី2បងប្អូនទាំងអស់គ្នានៅជួរទី2នេះប៊ូតុងច្រើនមែនតើប៉ុន្តែប៊ូតុងនេះ function ដូចតែគ្នាទេឥឡូវដូចកន្លែងនេះយើងអាច trade វាបានអានេះសម្រាប់អស់កៅអីនេះមកមុខមកក្រោយហើយកន្លែង slider របស់គេនេះគឺ smooth ហើយមួយទៀតនៅលើក្បាលកៅអីនេះលើក្បាលកៅអីនេះគឺមានប៊ូតុងសម្រាប់ចុចមកវាបត់មកមុខចែកអញ្ចឹងយើងអាចដើរចូលទៅជួរទី3បានហើយដូចខ្ញុំនិយាយចឹងខ្ញុំឆ្ងល់ត្រង់ថាអា TX នេះកៅអីជួរទី2មិនក៏មិនដាក់ប៊ូតុង electronic ទៅដាក់ប៊ូតុង electronic អាកៅអីជួរទី3វិញតែគេថាជួរទី3ហ្នឹងវាពិបាកបត់អីចឹងអញ្ចឹងនៅកន្លែងនេះមានប៊ូតុងទៀតអាកៅអីជួរទី3ហ្នឹងគឺមានប៊ូតុងសេរីបាននៅខាងក្រោយហើយមានប៊ូតុងចុចនៅនេះទៀតយើងចុចវាចឹងមកនោះមើលកៅអីវាបត់ចុះមកឃើញទេដូចយើងចុចបញ្ជាពីខាងក្រោយអញ្ចឹងវាលើកវិញហើយជាមួយខ្ញុំចូលទៅអង្គុយកៅអីជួរទី3ឲ្យមើលខ្ញុំសាកចូលហើយគឺតលាយស្រួលសូម្បីតែមនុស្សធំក៏អាចចូលអង្គុយបានដែរតោះអូខេអានេះ slide មកមុខគឺស្រួលហ្មងអូខេ
នេះគេមានប៊ូតុងនៅខាងក្រោយនេះបើសិនក្នុងករណីយើងចង់លើកយើងអាចលើកចេះបាននៅខាងក្រោយបងប្អូនទាំងអស់គ្នាសម្រាប់ឡានកៅអី3ជួរខ្លះមនុស្សធំដូចខ្ញុំជើងវែងចូលអង្គុយក៏អាកាសដែរបាទកូនក្មេងឯងប៉ុន្តែសម្រាប់អា TX នេះយើងអង្គុយបានវាមិន comfort អីដូចអាកៅអីជួរទី2ឯងប៉ុន្តែអត់ទៅជើងពេកទេយើងអាចដាក់ជើងបានមកល្មមហើយវាអត់ទៅជង្គង់ឥឡូវខ្ញុំមកកណ្ដាលចេះវិញនេះយើងអាចអង្គុយបានមកធម្មតាអញ្ចឹងនៅខាងក្រោយនេះគឺមានរ៉ុតម៉ាស៊ីនត្រជាក់ដែរសងខាងហើយមានរ៉ុន USB-C នៅសងខាងខ្ញុំនេះមានរ៉ុន USB-C សម្រាប់ឲ្យយើងសាកថ្មមានកន្លែងដាក់ដបទឹកដាក់ smartphone អញ្ចឹងអាកៅអីជួរទី3នេះវាមានប៊ូតុងនេះអានេះយើងចង់សេរីវា trade មកក្រោយឬមួយក៏យើងអាចលើកវាមកខាងមុខចេះបានខ្ញុំទៅអត់យល់ថាមិនបានអាកៅអីជួរទី3កៅអី option នេះមិនតែទំនើបជាកៅអីជួរទី2ទៀតប៉ុន្តែយ៉ាងណានេះគឺស្រួលប្រើអូខេបងប្អូនទាំងអស់គ្នាអញ្ចឹង Lexus TX AWD 350 AWD អានេះឡានថ្មីហ្មងស្អាតចេះនៅស្គុតនៅអីតម្លៃដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹង$140,000ជាងក៏ប៉ុន្តែតម្លៃនេះបងប្អូនទាំងអស់គ្នាបើសិនចង់បានឥឡូវហ្នឹងឡានមានស្រាប់ហើយតម្លៃអាចចរចាបានទៀតហើយចង់ប្រាប់តែអញ្ចឹងបើសិនជាទិញតាម Cherry មានតម្លៃពិសេសជាងហ្នឹងទៀតអញ្ចឹងសម្រាប់ឡាននេះបងប្អូនទាំងអស់គ្នាបើសិនជាចង់ check យើងអាចទៅមើលបាន3 page ទី1អាចឆាតសួរ Advanced Auto ក៏បានដោយសារវីដេអូនេះខ្ញុំផុសនៅក្នុង Advanced Auto ឬមួយក៏សួរខ្ញុំផ្ទាល់ក៏បានដែរនៅក្នុង page M Cherry អាចសួរ detail ព័ត៌មានពីខ្ញុំបន្ថែមបានទៅលើការប្រើឬមួយក៏ option អីបន្ថែមហើយយើងមាន page មួយទៀត Aero Motor អាហ្នឹងគឺយើងផុសលក់ឡានសុទ្ធហ្មងបើសិនជាបងប្អូនទាំងអស់គ្នាចង់មើលប្រភេទឡាន Premium ឡានថ្មីឬមួយក៏ឡានមួយទឹកដែលមានការធានាឡានស្អាតគឺអាចចូលទៅមើលនៅក្នុង Aero Motor បានតែមួយទេសួរមួយណាក៏បានដែរដូចគ្នាបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង Lexus TX 350ឡានរបស់យើងមាននៅក្នុង showroom Aero Motor ស្រាប់មកអាចមកមើលបានឬមួយក៏ date មកខ្ញុំក៏បានដែរខ្ញុំនាំមកមើលពី feature មួយចំនួនរបស់ឡាននេះបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងបន្ថែមចាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេ follow ជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយជួបគ្នា